ប្រធានមានទស្សនៈមួយចែងថាអក្សរសិល្ប៍គឺជាកញ្ចក់សម្រាប់ឆ្លុះសង្គមចូលធ្វើការបកស្រាយទស្សនៈនេះដោយលើកឧទាហរណ៍ក្នុងអក្សរសិល្ប៍ខ្មែរមកបញ្ជាក់គ្រប់ស្នាដៃអក្សរសិល្ប៍ទាំងអស់តែងតែបង្កប់នូវលក្ខណៈសង្គមដែលជាតួនាទីមួយមិនអាចខ្វះនិងបោះបង់ចោលបានដើម្បីបំពេញស្នាដៃនោះឲ្យមានតម្លៃស្ថានភាពក្នុងសង្គមបែបណាអក្សរសិល្ប៍បែបនោះនេះជាសច្ចភាពមួយដែលមិនអាចខ្វះបានក្នុងវិស័យតៃនិពន្ធហេតុនេះហើយទើបមានទស្សនៈមួយចែងថាអក្សរសិល្ប៍គឺជាកញ្ចក់សម្រាប់ឆ្លុះសង្គមតើអក្សរសិល្ប៍ជាកញ្ចក់ឆ្លុះសង្គមយ៉ាងដូចម្តេចខ្លះដើម្បីជាមធ្យោបាយក្នុងការបកស្រាយអធិប្បាយសម្រាយបំភ្លឺទស្សនៈប្រធានខាងលើយើងគួរគប្បីយល់ន័យរបស់ពាក្យប្រធានជាមុនសិនពាក្យថាអក្សរសិល្ប៍គឺជាកម្រងអត្ថបទដែលបានប្រមូលចងក្រងនៅរឿងរ៉ាវហេតុការណ៍នានាដែលបានកើតឡើងនៅក្នុងសង្គមប្រកបទៅដោយសិលវិធីចំណែកឯកន្សោមពាក្យថាកញ្ចក់សម្រាប់ឆ្លុះសង្គមគឺជាការធ្វើឲ្យឃើញពីអ្វីៗដែលកើតមានឡើងក្នុងសង្គមតាមរយៈអត្ថន័យរបស់ពាក្យនិងកន្សោមពាក្យគន្លឹះខាងលើមតិប្រធានចង់បង្ហាញឲ្យឃើញនិងឲ្យបានដឹងថាតម្លៃនៃអត្ថបទអក្សរសិល្ប៍ទាំងឡាយដែលបានលើកយកមកបង្ហាញឲ្យយើងឃើញពីអ្វីៗដែលបានកើតមានឡើងនៅក្នុងសង្គមរស់នៅរបស់មនុស្សពិតណាស់អក្សរសិល្ប៍គឺជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងសង្គមដូចជាបានបង្ហាញឲ្យឃើញពីរបបគ្រប់គ្រងសង្គមតាមរយៈសម័យកាលនីមួយៗពោលគឺបង្ហាញឲ្យឃើញពីតថភាពសង្គមដែលបានកើតមានឡើងក្នុងដំណាក់កាលនៃប្រវត្តិសាស្ត្រមួយវិញទៀតអក្សរសិល្ប៍បានបង្ហាញពីជីវភាពរស់នៅរបស់មនុស្សរបស់ប្រជាជនក្នុងសង្គមនីមួយៗបង្ហាញពីជំនឿសាសនាទំនៀមទម្លាប់ប្រពៃណីក្នុងការរស់នៅរបស់ប្រជាជនតាមរយៈជីវភាពប្រចាំថ្ងៃមិនត្រឹមតែប៉ុណ្ណោះទេអក្សរសិល្ប៍ក៏បានឆ្លុះពីទង្វើអយុត្តិធម៌ដែលតែងតែកើតមានឡើងក្នុងសង្គមដោយការជិះជាន់កេងប្រវ័ញ្ចគៀបសង្កត់អត្រាប្រណីពីសំណាក់អ្នកមានអំណាចនិងបរទេសខាងក្រៅក្នុងចំណោមសំទោសក្នុងនោះផងដែរក៏បានបង្ហាញពីសកម្មភាពនៃការតស៊ូប្រឆាំងនឹងខ្មាំងសត្រូវដើម្បីទាមទារសិទ្ធិសេរីភាពនិងឯករាជ្យជូនជាតិមាតុភូមិអក្សរសិល្ប៍បានរួមចំណែកយ៉ាងសកម្មក្នុងការកត់ត្រាពីសកម្មភាពរបស់បុព្វបុរសក្នុងការចូលរួមកសាងការពារនិងអភិវឌ្ឍសង្គមឲ្យមានការរីកចម្រើនជាក់ស្ដែងតាមរយៈស្នាដៃអក្សរសិល្ប៍ប្រជាប្រិយរឿងធនជ័យគឺបានបង្ហាញពីរបបរាជានិយមខ្មែរដែលតែងតែទទួលរងការវាទីពីប្រជាជនចិនដែលប្រាថ្នាចង់យកកម្ពុជាជាប្រទេសចំណុះដោយប្រើវិធីសាស្ត្រគៀបសង្កត់ឈ្លានពានជាបន្តបន្ទាប់តាមរយៈស្នាដៃនេះបានឆ្លុះបញ្ចាំងពីការតស៊ូរបស់បុព្វបុរសខ្មែរក្នុងកិច្ចការពារទឹកដីជាតិខ្លួនឲ្យបានគង់វង្សគឺតួអង្គធនជ័យដែលជាអ្នកប្រាជ្ញខ្មែរម្នាក់មានសមត្ថភាពយ៉ាងប្រសើរចំណែកឯរឿងអ្នកតាទឹកអ្នកតាភ្នំគឺបានបង្ហាញពីសកម្មភាពរបស់ប្រជាជនមួយចំនួនធំដែលមានគំនិតធ្វើការតស៊ូប្រឆាំងនឹងធម្មជាតិក្នុងបំណងធ្វើជាម្ចាស់លើធម្មជាតិលើសពីនេះតាមរយៈអក្សរសិល្ប៍បុរាណរឿងរាមកេរ្តិ៍គឺបង្ហាញពីទំនាស់ក្នុងការបែងចែករាជសម្បត្តិដោយការគោរពពាក្យសត្យនិងប្រពៃណីព្រះមហាក្សត្រក្នុងនោះព្រះបាទទសរថមានបំណងលើករាជសម្បត្តិឲ្យព្រះរាមដែលជាបុត្រច្បងតែព្រះនាងកៃកេសីបានប្រឆាំងដាច់ខាតគឺត្រូវតែឲ្យព្រះភិរុតដែលជាបុត្រខ្លួនបានសោយរាជ្យព្រោះសំអាងលើពាក្យសត្យដែលព្រះបាទទសរថបានសន្យារួចជាស្រេចកាលគ្រាមានអាសន្នក្នុងរឿងនេះដដែលក៏បានឆ្លុះពីវប្បធម៌ខ្មែរតាមរយៈការធ្វើពិធីច្រត់ព្រះនង្គ័លគឺនៅពេលដែលព្រះបាទជនកនៃនគរមិថិលា
បានទទួលព្រះនាងសីតាពីនាងគង្ហីងធរណីមកតាមអាចបំណាស់ចំពោះការរៀបអាពាហ៍ពិពាហ៍ក៏បានឆ្លោះពីវប្បធម៌ខ្មែរដ៏ល្អផងដែរគឺការរៀបអាពាហ៍ពិពាហ៍នៅនគរខាងស្រីការផ្ដល់តម្លៃឲ្យស្ត្រីជាធំដែលស្របតាមអរិយធម៌ខ្មែរតាំងពីអតីតកាលម្លេះក្រៅពីនេះរឿងរាមកេរ្តិ៍ស្ថិតនៅស្ទើរតែគ្រប់មេឃធាងនៃវប្បធម៌អរិយធម៌ខ្មែរដែលមានជាអាចគឺខាងហោរាសាស្ត្រយើងមានក្បួនពិសេសយករឿងរាមកេរ្តិ៍ទៅចារលើសាស្ត្រាស្លឹករឹតដើម្បីទុកជាគម្ពីរសម្រាប់ចាក់ទស្សទាយនៅជោគវាសនាតួយ៉ាងដូចជាតួអង្គពិភេកដែលពូកែក្នុងការទស្សទាយមួយចំណុចទៀតគឺលបែងចាក់ត្រង់គេបានយកសាច់រឿងរាមកេរ្តិ៍ដាក់ឈ្មោះឲ្យល្បិចដើរកូនឈើត្រង់ខ្លះដូចជាព្រះរាមចូលកោតបញ្ឆោតនាងសីតាហនុមានចងថ្នល់ជាដើមចំណែកក្នុងមន្តអាគមគេមានគំនូររូបព្រះលក្ខណ៍គូសការពារពាត់សីមាមិនឲ្យអំពើអាបធ្មប់ចូលយាយីបានពិសេសមុនពេលចាកចេញពីសីតាទៅជួយព្រះរាមតាមសំណុំពោសីតាលើសពីនេះរូបហនុមានក៏ជាគំនូរដ៏មានប្រជាប្រិយភាពមួយនៅក្នុងសង្គមខ្មែររហូតដល់ខ្មែរយករូបនេះជានិមិត្តរូបនៃកងទ័ពជាតិទៅទៀតចំណុចទាំងអស់នេះហើយដែលបង្ហាញថាអក្សរសិល្ប៍រឿងរាមកេរ្តិ៍មានតួនាទីយ៉ាងសំខាន់ក្នុងការឆ្លុះបញ្ចាំងពីសង្គមម្យ៉ាងវិញទៀតតាមរយៈស្នាដៃអក្សរសិល្ប៍ខេមរនិយមគឺរឿងទុំទាវបានបង្ហាញឲ្យឃើញពីតថភាពសង្គមខ្មែរនាសម័យលង្វែកដែលតែងនិយមប្រើអំណាចផ្ដាច់ការតាំងពីក្នុងសង្គមគ្រួសាររហូតដល់សង្គមទាំងមូលដូចជាក្នុងសង្គមគ្រួសារគឺមេគ្រួសារជាអ្នកអនុវត្តទំនៀមទម្លាប់ចាស់គំរិលនិងបំបិទសិទ្ធិសេរីភាពក្នុងការជ្រើសរើសគូស្រករដល់បុត្ររបស់ខ្លួនគឺនំមិនធំជាងនាលចំពោះសង្គមទាំងមូលវិញយើងឃើញថាអ្នកដែលមានអំណាចទ្រព្យសម្បត្តិនិងអំណាចយសស័ក្តិរមែងតែងតែប្រើអំណាចរបស់ខ្លួនក្នុងការគៀបសង្កត់បាទធ្វើបាបដល់អ្នកទន់ខ្សោយចំណុចទាំងនេះហើយដែលអក្សរសិល្ប៍រឿងទុំទាវបានឆ្លោះពីសង្គមសម័យនោះមួយវិញទៀតតាមរយៈរឿងព្រះវេស្សន្តរក៏បានបង្ហាញឲ្យឃើញពីរបបគ្រប់គ្រងរបស់ព្រះបាទស្រីសញ្ជ័យដែលបានប្រកាន់របបគ្រប់គ្រងលទ្ធិប្រជាធិបតេយ្យយកមតិរបស់ប្រជារាស្ត្រគឺជាសុខបាទគឺសុខសន្តិភាពបាទគឺសុខចិត្តសំទោសគឺសុខចិត្តបំបបង់ព្រះវេស្សន្តរចេញពីព្រះនគរតាមសម្ដីរបស់បណ្ដារាស្ត្រចំណុចនេះបង្ហាញថារឿងព្រះវេស្សន្តរបានឆ្លោះពីរបបគ្រប់គ្រងសង្គមសម័យបុព្វកាលដូចគ្នានេះដែរតាមរយៈស្នាដៃអក្សរសិល្ប៍ទំនើបរឿងភូមិដេរិឆានបានបង្ហាញពីសេចក្តីទុក្ខដ៏សែនវេទនារបស់ប្រជាជនខ្មែរត្រូវបានរស់នៅស្ថិតក្រោមការត្រួតត្រានិងការប្រើអំណាចផ្ដាច់ការរបស់ពួកអាណានិគមនិយមបារាំងតាមរូបភាពដូចជាពួកបារាំងបានបង្ខំខ្មែរឲ្យបងពន្ធគ្រប់រូបភាពបាទសពសារពើទាំងអស់ជាពិសេសគឺក្រោយព្រឹត្តិការណ៍18មេសាឆ្នាំ1925ប្រជាជនទាំងអស់នៅភូមិក្រាំងលាវរស់នៅយ៉ាងវេទនាខ្លះរត់ចោលភូមិស្រុកខ្លះត្រូវបារាំងចាប់យកទៅកាត់ទោសឯឈ្មោះភូមិក្រាំងលាវក៏ប្ដូរទៅជាភូមិដេរិឆានថែមទៀតក្នុងសាច់រឿងនេះក៏បង្ហាញពីសកម្មភាពតស៊ូរបស់ប្រជាជនខ្មែរប្រឆាំងនឹងបារាំងដើម្បីបុព្វហេតុជាតិដែលជាគំរូឧត្តមគតិយ៉ាងល្អប្រសើរសម្រាប់មនុស្សជំនាន់ក្រោយនេះជាតួនាទីមួយរបស់អក្សរសិល្ប៍ដែលជាផ្ទាំងកញ្ចក់មួយសម្រាប់ឆ្លោះពីសង្គមក្រោមការត្រួតត្រារបស់នឹមអាណានិគមបារាំងស្របគ្នានេះក្នុងរឿងគូលីកំណែនអ្នកនិពន្ធបានបង្ហាញពីតថភាពពិតរបស់ប្រជាជនខ្មែរដែលរងការឈឺចាប់ដោយសារការគៀបសង្កត់របស់ពួកសក្តិភូមិអាណានិគមបារាំងផាស៊ីសជប៉ុននិងចក្រពត្តិអាមេរិកតួយ៉ាងដូចជាការតស៊ូចូលរួមក្នុងចលនាខ្មែរឥស្សរៈប្រឆាំងនឹងនឹមត្រួតត្រាពីសំណាក់លឹមនូដងម៉ឹង
ដែលជាតតភាពមួយឆ្លោះពីភាពលំបាកវេទនានៃការរស់នៅរបស់ប្រជាជនខ្មែរយើងនាសម័យនោះរួមសេចក្តីមកស្របទៅតាមការអធិប្បាយនិងដោយឧទាហរណ៍ដែលបានបញ្ជាក់យ៉ាងច្បាស់ទៅតាមរឿងនីមួយៗខាងលើនេះយើងអាចដឹងបានថាអក្សរសិល្ប៍ពិតជាកញ្ចក់សម្រាប់ឆ្លោះបញ្ចាំងតថភាពសង្គមខ្មែរប្រកបមែនឆ្លងតាមការបកស្រាយរួចមកហើយយើងអាចសន្និដ្ឋានបានថាមតិរបស់ប្រធានពិតជាមានតម្លៃនិងអត្ថន័យដ៏ល្អជ្រាលជ្រៅសម្រាប់បង្ហាញឲ្យឃើញពីមុខងារនិងតម្លៃគ្រប់រឿងអក្សរសិល្ប៍ខ្មែរទាំងអស់ដែលអ្នកនិពន្ធបានតាក់តែងមកដូចនេះក្នុងនាមយើងជាអ្នកសិក្សាគួរគប្បីសិក្សាពីអក្សរសិល្ប៍ឲ្យបានច្បាស់លាស់ដើម្បីស្វែងយល់ពីសង្គមមនុស្សនិងទុកជាបទពិសោធន៍សម្រាប់ដំណើរការរស់នៅតទៅមុខទៀតក៏ដូចជាទុកជាចំណេះដឹងក្នុងការជួយកែច្នៃសង្គមឲ្យរីកចម្រើនរុងរឿងឡើង។